សូមគោរពនឹងជម្រាបសួរបងប្អូនប្រិយមិត្តជាទីរាប់អានថ្ងៃនេះដែរនាងខ្ញុំចង់ចែករំលែករូបមន្តធ្វើជ្រក់ជើងមាន់រូបមន្តធ្វើជ្រក់ជើងមាន់នេះខ្ញុំចេះតាម YouTube ដែរទេប៉ុន្តែខ្ញុំយកមកច្នៃខ្លួនឯងបន្តិចទៅក៏ធ្វើពីរដងក៏ទទួលបានរសជាតិឆ្ងាញ់ខ្ញុំក៏ចែករំលែកទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាប៉ុន្មានថ្ងៃនេះក្មួយរបស់ខ្ញុំគាត់ឃ្លានជ្រក់ជើងមាន់អញ្ចឹងហើយគាត់ឲ្យខ្ញុំធ្វើក៏ហូបតែខ្ញុំចាស់តែមិនមានពេលថ្ងៃនេះក៏ខ្ញុំចាប់ផ្ដើមមានពេលបន្តិចក៏ធ្វើជ្រក់ជើងមាន់ឲ្យគាត់ក៏នឹកឃើញថាបើជ្រុលជាធ្វើជ្រក់ជើងមាន់ហើយធ្វើឲ្យរៀងច្រើនបន្តិចដើម្បីបានផ្ញើជូនអ្នកម្ដាយនៅស្រុកកំណើតព្រោះអីអ្នកម្ដាយគាត់ចូលចិត្តពិសាជ្រក់ជើងមាន់ស្នាដៃរបស់នាងខ្ញុំគ្រឿងផ្សំសម្រាប់ធ្វើជ្រក់ជើងមាន់មានដូចជាជើងមាន់ទឹកត្រីបុកម្ទេសស្រស់គល់ស្ក្រៃក្រូចសើចម្ដេងខ្ចីឆៃថាវនិងការ៉ុតជាដំបូងនាងខ្ញុំមានជើងមាន់ប្រហែលជា3គីឡូនាងខ្ញុំធ្វើការសម្អាតជើងមាន់ដោយកាត់ក្រចកនិងស្នាមអុតខ្មៅដែលមាននៅលើជើងមាន់ឲ្យស្អាតល្អបន្ទាប់មកនាងខ្ញុំក៏បានបើកទឹកបន្តិចដើម្បីធ្វើការជំរះទៅលើជើងមាន់ហើយខ្ញុំបានបន្ថែមអំបិលប្រហែលជា4ទៅ5ស្លាបព្រាដើម្បីធ្វើការលាងសម្អាតជាមួយជើងមាន់ឲ្យស្អាតល្អបន្ទាប់ពីលាងជាមួយអំបិលហើយនាងខ្ញុំបានជំរះជាមួយនឹងទឹកស្អាតចំនួន2ដងហើយនាងខ្ញុំបានបន្តយកទៅលាងជាមួយនឹងទឹកក្រូចឆ្មាបន្ថែមទៀតនាងខ្ញុំប្រើក្រូចឆ្មាប្រហែលជាចំនួន3ផ្លែនាងខ្ញុំច្របាច់យកទឹកហើយដោះលាងជាមួយនឹងជើងមាន់ហើយផ្អាប់ទុកប្រហែលជា5នាទីបន្ទាប់មកនាងខ្ញុំបានលាងជំរះទឹកស្អាតជាមួយនឹងជើងមាន់ចំនួន2ដងទៀតដើម្បីឲ្យប្រាកដថាជើងមាន់របស់យើងបានស្អាតល្អដែលបានលាងសម្អាតស្អាតហើយនាងខ្ញុំបានយកទៅកាត់ជាពីរដូចនៅក្នុងរូបប៉ុន្តែបងប្អូនបើសិនជាមានក្បិតរឿងមុតបងប្អូនអាចកាត់ជើងមាន់ជាចំណែកទូចជាងខ្ញុំដោយសារតែតែខ្ញុំក្បិតអត់សូវមុតអញ្ចឹងហើយនាងខ្ញុំកាត់ជាពីរបន្ទាប់ពីលាងសម្អាតជើងមាន់ហើយនាងខ្ញុំក៏បានដាក់ដាំទឹកមិនទាន់ក្តៅនាងខ្ញុំក៏ឆ្លៀតពេលទៅហាន់ឆៃថាវហើយនិងការ៉ុតបងប្អូនអាចហាន់ចំណុចទូចជាងហ្នឹងឬក៏ធំជាងហ្នឹងតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានបន្ទាប់ពីហាន់ហើយនាងខ្ញុំដាក់ឆៃថាវហើយនិងការ៉ុតហ្នឹងត្រាំជាមួយទឹកកកនាងខ្ញុំធ្វើវិធីសាស្ត្រនេះដើម្បីឲ្យការ៉ុតនិងឆៃថាវរបស់យើងមានសភាពស្រួយល្អបន្ទាប់ពីឆៃថាវនិងការ៉ុតរបស់យើងរួចរាល់ទឹកស្ងោរជើងមាន់របស់យើងក៏ចាប់ផ្ដើមក្តៅល្មមនាងខ្ញុំក៏បានដាក់គល់ស្ក្រៃស្លឹកក្រូចម្ដេងសម្រាប់នាងខ្ញុំដាក់ម្ដេងស្លឹកក្រូចនិងគល់ស្ក្រៃច្រើនបន្តិចដើម្បីឲ្យក្លិននៃម្ដេងនិងស្លឹកក្រូចហ្នឹងគឺលុបបំបាត់នៃក្លិនឆ្អាបនៃសាក់ជើងមាន់បន្ទាប់មកទឹកក៏ចាប់ផ្ដើមពុះខ្លាំងនាងខ្ញុំចាប់ផ្ដើមដាក់ជើងមាន់ដែលយើងកាប់ហើយចូលទៅក្នុងទឹកដែលយើងកំពុងដាំបន្ទាប់ពីនាងខ្ញុំដាក់ជើងមាន់ហើយនាងខ្ញុំទុកឲ្យជើងមាន់ឡើងក្តៅបន្តិចបន្ទាប់មកនាងខ្ញុំចាប់ផ្ដើមកូរជើងមាន់ពីក្រោមឡើងលើដើម្បីឲ្យជើងមាន់របស់យើងឆ្អិនសព្វល្អនាងខ្ញុំអាសាកូរបន្តិចដោយសារអីនាងខ្ញុំចង់ឲ្យជើងមាន់របស់នាងខ្ញុំឆ្អិនស្មើគ្នាត្រង់ចំណុចនេះដែរបងប្អូនជើងមាន់របស់យើងទុកត្រឹមតែ6ទៅ7នាទីបានហើយឬក៏មានសភាពពុះដូចទៅក្នុងរូបហ្នឹងណាកុំឲ្យពុះខ្លាំងពេកខ្លាចជើងមាន់របស់យើងហ្នឹងវាឆ្អិនពេកទៅអត់ឆ្ងាញ់បន្ទាប់ពីជើងមាន់របស់យើងបានឆ្អិនហើយនាងខ្ញុំបានស្រង់ជើងមាន់មកធ្វើការលាងសម្អាតជាមួយទឹកស្អាត2ដង
ត្រង់ចំណុចនេះនាងខ្ញុំលាងសម្អាតជើងមាន់មុននឹងដាក់ទឹកកកដើម្បីឲ្យជើងមាន់បានស្អាតល្អហើយនឹងមិនមានក្លិនជើងមាន់ដែលបានលាងស្អាតនាងខ្ញុំបានយកទៅដាក់នៅក្នុងឆ្នាំងហើយត្រាំជាមួយទឹកកកចំនួនកន្លះម៉ោងដើម្បីឲ្យសាច់មាន់របស់យើងគឺឡើងស្រួយជើងមាន់និងគ្រឿងក្រៅបានរួចរាល់នាងខ្ញុំក៏ចាប់ផ្ដើមធ្វើជ្រក់នាងខ្ញុំចាប់ផ្ដើមដាក់ជើងមាន់នៅក្នុងឆ្នាំងបន្តមកទៀតនាងខ្ញុំក៏បានដាក់បន្លែរបស់យើងការ៉ុតនិងឆៃថាវដាក់ចូលទៅក្នុងឆ្នាំងជាមួយគ្នាបន្ទាប់ពីដាក់ការ៉ុតហើយនិងឆៃថាវរួចនាងខ្ញុំបានបន្ថែមគ្រឿងដែលយើងបានហាន់ហើយមានម្ទេសស្លឹកក្រូចគល់ស្លឹកគ្រៃនិងម្ទេសស្រស់គ្រឿងចុងក្រោយបង្អស់គឺទឹកត្រីបុកទឹកត្រីបុកក៏ជាគ្រឿងផ្សំដ៏សំខាន់ដែលធ្វើឲ្យជ្រក់ជើងមាន់របស់យើងកាន់តែមានរសជាតិឆ្ងាញ់ប៉ុន្តែជាក់ស្ដែងនៅក្នុងវីដេអូនេះនាងខ្ញុំមិនបានបង្ហាញពីរបៀបនៃការធ្វើទឹកត្រីបុកទេដោយសារតែនាងខ្ញុំមិនសូវមានពេលដូច្នេះនាងខ្ញុំធ្វើទឹកត្រីបុកនេះទុកពេលយប់ឲ្យហើយបន្ទាប់ពីដាក់គ្រឿងដែលហាន់រួចនាងខ្ញុំបានបន្ថែមទឹកត្រីបុកនាងខ្ញុំដាក់នៅក្នុងបរិមាណមួយដែលសមស្របបន្ទាប់មកនាងខ្ញុំធ្វើការច្របល់ទឹកត្រីបុកជាមួយគ្រឿងនិងជើងមាន់ឲ្យសព្វបានល្អនាងខ្ញុំបន្ថែមទឹកត្រីចូលទៀតដោយសារជ្រក់ជើងមាន់គឺត្រូវការប្រើទឹកត្រីច្រើនបានធ្វើឲ្យជ្រក់របស់យើងកាន់តែមានរសជាតិកាន់តែឆ្ងាញ់និងចូលចិត្តបានល្អនាងខ្ញុំធ្វើការច្របល់ជ្រក់ជើងមាន់ចុះឡើងជាច្រើនដងដើម្បីឲ្យជ្រក់ជើងមាន់ខ្ញុំចូលជាតិបានល្អជាចុងបញ្ចប់ជ្រក់ជើងមាន់ខ្ញុំបានធ្វើរួចរាល់ហើយ